នៅវេលាម៉ោង 9:30 នាទីបាទថ្ងៃទី 1 ខែកុម្ភៈបាទឆ្នាំ 2026 នេះបាទមានអគ្គិភ័យឆាបឆេះបាទឃ្លាំងដាក់ទំនិញមួយនៅភូមិលក់បាទនៅភូមិថ្កូវភូមិរិស័យស្រុកខាងលិចស្រុកកំពង់ត្រាយខេត្តកំពតបាទនេះសកម្មភាពរថយន្តបាទទឹកបាទកំពុងតែជួយបាទរថយន្តនឹងស្នងការដ្ឋាននគរបាលខេត្តកំពតបាទចំនួន 5 គ្រឿងនិងរួមទាំងរថយន្តស្រុកបន្ទាយមាសផងដែរបាទគឺថាកំពុងតែបាញ់ពន្លត់ភ្លើងអគ្គិភ័យដែលឆាបឆេះឃ្លាំងដាក់ទំនិញមួយនៅភូមិថ្កូវក្នុងស្រុកកំពង់ត្រាយខេត្តកំពតកាលពីវេលាម៉ោង 9:30 នាទីយប់បាទថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 2026 នេះបាទហើយនេះសកម្មភាពឲ្យបងប្អូនយើងកំពុងតែមើលបាទហើយកំពុងតែកក់កញ្ញបាទមនុស្សឈួរយ៉ាងណែនណាន់ឆេះនៅក្នុងឃ្លាំងតែម្ដងបាទហើយនេះសកម្មភាពបាទកំពុងតែឆេះបាទសូមអញ្ជើញឲ្យបងប្អូនយើងចូលរួមជាតិជាទីស្នេហាបាទហើយតាមដានកំពុងតែធ្វើការផ្សាយ live ផ្ទាល់នៅវេលាម៉ោងជាង 10 យប់នេះបាទនៅក្នុងភូមិថ្កូវចិត្តច្រកទ្វារព្រំដែនអន្តរជាតិប្រជាបាទហើយកំពុងតែឆាបឆេះហើយរថយន្តទឹកហ្នឹងបើយើងរាប់មិញទៅឃើញចំនួន 5 គ្រឿងបាទហើយកំពុងតែជួយពន្លត់អគ្គិភ័យដែលឆាបឆេះនៅទីនេះបាទអញ្ចឹងទេសូមអញ្ជើញចូលរួមជាតិដូចជាបងប្អូនយើងតាមដាននិងផ្សាយបន្តទៅពេលនេះបាទបាទសូមអធិស្ឋានបាញ់មិញនេះគឺថាបាទដាច់បាទផ្សាយកំពុងផ្សាយហ្នឹងមានដូចថាមិនអាចចាប់រូបភាពបានដោយសារសេវាបាទបាទហើយសូមគោរពបាទបងប្អូនយើងជាជនរួមជាតិបាទទូទាំងប្រទេសដូចជាក្រៅប្រទេសផងដែរមានករណីឆាបឆេះបាទឃ្លាំងដាក់ទំនិញបាទនៅជិតច្រកទ្វារព្រំដែនអន្តរជាតិប្រជាចាបាទស្ថិតនៅក្នុងភូមិថ្កូវឃុំរិស័យស្រុកខាងលិចស្រុកកំពង់ត្រាយខេត្តកំពតកាលពីវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី 1 កុម្ភៈឆ្នាំ 2026 នេះបាទនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបាទកំពុងតែបន្តគ្នាមកជួយបាទបាញ់ពន្លត់បាទចំនួនបើយើងរាប់ទ្រុបបាញ់មិញនេះជាចំនួន 5 គ្រឿងហើយបងប្អូនយើងនៅក្នុងភូមិថ្កូវក្នុងឃុំរិស័យស្រុកក៏បានមកកក់កញ្ញផងដែរមើលហើយនេះទស្សនវិជ្ជាមួយដែលគួរឲ្យសោកស្ដាយបំផុតដែលឆេះដែលលំនៅឋានក៏ដូចជាឃ្លាំងដាក់ទំនិញបាទមួយកំពុងតែឆាបឆេះហើយក្រុមសង្គ្រោះយើងក៏កំពុងតែនៅក្នុងនោះបាទនៅក្នុងខ្សែ